សូមបងអ្នកទាំងអស់គ្នាសូមកុំមើលងាយខ្ញុំទោះបីពួកខ្ញុំក្រក៏ដោយខ្ញុំសូមបងទោះបីពួកខ្ញុំក្រក៏ខ្ញុំមានការងារអសម្រាប់ចិញ្ចឹមជីវិតពួកខ្ញុំគុំសូមលើកជង្គង់ក្បាលស្ពះទៅលើដីគុំសូមម្ចាស់ទឹកម្ចាស់ដីឲ្យជួយនាំពីសម្ដីរបស់ខ្ញុំយកទៅដាក់ក្នុង Facebook បង្ហោះទៅលើមេស្អប់ព្រះអិនក៏បានឃើញអត់ព្រះអិនក៏បានលឺអត់ព្រះអិនក៏បានដឹងហេតុអ្វីនៅឋាន កតាមនីយើងជឿចាប់បែបហ្នឹងកើតមកជាកូនប្រុសអត់ការងារទៅធ្វើសំណងកើតមកជាកូនស្រីអត់ការងារទៅធ្វើសំផឹងខំធ្វើការប៉ុណ្ណឹងហើយនៅតែមានអ្នកមើលងាយនៅតែមានអ្នកមើលថោកខ្ញុំមិនឆ្ងល់ដែរការងារប្រភេទនេះតើវាថោកក៏ប៉ុណ្ណាមនុស្សបែបនេះគេហៅថាពួកអស្ចារ្យគេហៅថាពួកអាថ្លៃថ្លៃជីវិតអ្នកក្រជូអាចមិនចេះលៀងអញតែខ្លួនអ្នកមានខ្ញុំលឺពួកអ្នកឯងមិនដែរក្រពួកខ្ញុំក្របែបតែខ្ញុំវាមានចិត្តព្រេងវាស្នាមមនុស្សយើងសត្វតែមានប្រាជ្ញារាល់ថ្ងៃរាល់យប់ធ្វើការមិនចេះឈប់ស្រឡាញ់ណាស់ការងារវានឹងឲ្យអ្នកជួយយើងធ្វើឲ្យយើងមានគ្រប់យ៉ាងឲ្យតែយើងធ្វើការត្រឹមត្រូវមានអ្នកណាគេស្អប់យើងមានអ្នកណាគេខឹងយើងមានតែគេស្រឡាញ់យើងធ្វើការពង្លើដៃធ្វើការពង្លើជើងធ្វើការពង្លើនិយាយពួកអ្នកឯងមកចេះស្អីនិយាយបើចិត្តនិយាយបើជើងខ្ញុំនឹងពួកអ្នកឯងលំអៀងស្អប់តែពួកអ្នកក្រស្រឡាញ់តែពួកអ្នកមានខ្មែរយើងមិនជួយខ្មែរតែជួយអ្នកណាពួកយើងមើលឥឡូវសេដ្ឋកិច្ចកំពុងតែធ្លាក់ញាក់សាច់រៀងខ្លួនពួកតែចាប់ដៃគ្នាពូនឡើងទៅខ្មែរយើងមករីចម្រើនកើនឡើងទៅមុខកុំឲ្យប្រទេសផ្សេងគេនាំមកយើងគួរតែចងចាំខ្មែរយើងឥឡូវពិតជាគួរឲ្យស្រឡាញ់ពិតជាគួរឲ្យស្រឡាញ់ដូចជាដីដូចជាឡានដូចជាផ្ទះវីឡារស់នៅយ៉ាងហឺហាមិនដែលគិតថាវេទនាបែបណាបើសិនជាដូចពួកខ្ញុំគឺជាកូនអ្នកក្ររកមកពេលស៊ីមកពេលវេទនាខ្លោចសាដូចជាមនុស្សមួយចំនួនគេពិតជាក្រមែនតែនគេដើរសំទានឬអីស៊ីនៅតាមផ្លូវឬអីស៊ីនៅតាមផ្សារខ្ញុំជឿខ្ញុំដឹងថាគេពិតជាឃើញតែបាច់ជាធ្វើមិនឃើញទ្រាំទៅបើសិនជាអ្នកដូចខ្ញុំកើតមកជាមនុស្សយើងតែអត់ធន់យើងតែអត់ធន់យើងតែតយើងតែស៊ូកុំឲ្យចោះចាញ់ក្នុងឆាកជីវិតកុំឲ្យចោះចាញ់ក្នុងឆាកជីវិតយើងត្រូវតែចេះកែដើម្បីអនាគតយើងត្រូវតែចេះកែដើម្បីអនាគតកុំខ្លាចកុំចោះចាញ់យើងកើតមកជាមនុស្សយើងត្រូវតែអត់ធន់យើងត្រូវមានអំណត់កុំឲ្យចោះចាញ់ក្នុងឆាកជីវិតជឿខ្ញុំទៅអ្នកទាំងអស់គ្នាទោះបីពួកយើងក្រពិតប៉ុន្តែពួកយើងវាមានចិត្តមិនត្រូវចោះចាញ់មិនត្រូវខ្លាចឡើយ